ok bạnនេះគឺជា drone S 185 GPS ប្រភេទកាមេរ៉ាច្បាស់ល្អមាន gimbal បាទហើយថ្ងៃនេះខ្ញុំមកបង្ហាញលក្ខណៈពិសេសរបស់ drone នេះមិនត្រឹមតែមាន tele ក្រង់ទេយើងអាចភ្ជាប់ជាមួយនឹងទូរស័ព្ទ2 3ដើមទៀតនៅក្នុងពេលតែមួយសម្រាប់មើលវីដេអូអ្នកបញ្ជាទៅអ្នកមើលគឺមើលបានបាទឥឡូវខ្ញុំនឹងធ្វើការភ្ជាប់ជាមួយនឹងទូរស័ព្ទចំនួន2ដើមជាមួយនឹងទូរស័ព្ទនេះមួយនិងទូរស័ព្ទកំពុងថតនេះមួយអញ្ចឹងវីដេអូបន្ទាប់គឺនឹងថតនៅលើ screen ទូរស័ព្ទតែម្ដងអូខេអញ្ចឹងយើងទៅមើលអស់គ្នាអញ្ចឹងជាដំបូងខ្ញុំចូលទៅកាន់ Wi-Fi ដើម្បីភ្ជាប់ Wi-Fi របស់ drone នេះជាក់ស្ដែង Telegram គឺមានរូបរួចហើយណាបាទអញ្ចឹងខ្ញុំភ្ជាប់អានេះមួយ Wi-Fi របស់វាខ្ញុំចាំតិចពេលភ្ជាប់បានហើយបងប្អូនចូលទៅកាន់កម្មវិធី LW Fly បាទចេញឡើយអូខេចេញមកទៀតឥឡូវខ្ញុំមើលអូខេអញ្ចឹងទូរស័ព្ទកំពុងថតខ្ញុំនឹងភ្ជាប់ដែរអូខេបាទឥឡូវខ្ញុំធ្វើការបង្ហាញបងប្អូនណានៅលើទូរស័ព្ទនេះអញ្ចឹងឥឡូវខ្ញុំយកទូរស័ព្ទដែលកំពុងថតហ្នឹងឲ្យបងប្អូនមើលភ្ជាប់ Wi-Fi ហើយចូលទៅកម្មវិធីរបស់ drone S185 ក្នុងពេលតែមួយតើអាចភ្ជាប់បានទូរស័ព្ទ2ដើម3ដើមបានអត់អូខេអញ្ចឹងនេះឃើញ Wi-Fi ហើយយើងភ្ជាប់មកបាទភ្ជាប់បានហើយបងប្អូនចូលទៅកម្មវិធីហ្នឹងមកដែលមានឈ្មោះថា LW Fly តោះអូខេឥឡូវឃើញថាចេញអញ្ចឹងបងប្អូនđãដឹងថាចោះចេញហ្នឹងចេញឃើញអេក្រង់តែមួយហ្នឹងឥឡូវមកមើលអ្នកគ្នាខ្ញុំសេរីកាមេរ៉ាតរងចុះចូលចាជាសល់ប៉ះដែរណោះយើងមើលទាំងអស់គ្នាឃើញអត់បងប្អូនទូរស័ព្ទ2គ្រឿងដែលភ្ជាប់បានក្នុងពេលតែមួយថែម1គ្រឿងទៀតក៏បានដែរប៉ុន្តែជាក់ស្ដែងបងប្អូនឲ្យក្មួយលេងអ្នកណាលេងមិត្តភ័ក្ដិលេងចឹងច្រើននឹងភ្ជាប់ទូរស័ព្ទយើងតែមួយទេសម្រាប់មើលព្រោះអីនៅលើអេក្រង់ហ្នឹងយើងបញ្ជាអីគេ option បានអញ្ចឹងខ្លាចម្នាក់ទៀតគាត់ចុច option ញ៉ៃទៅវាធ្វើឲ្យ drone យើងវល់បាទហើយលក្ខណៈពិសេសមួយទៀតសម្រាប់ drone នេះនៅពេលដែលបងប្អូនភ្ជាប់ជាមួយនឹងទូរស័ព្ទហើយបងប្អូនអាចប្រើមុខងារមួយដែលប្រើជាមួយនឹងប្រភេទឧបករណ៍ VRG ដែលខ្ញុំមានលក់បាននេះយើងចុចតែ option នេះវាបំបែកកាមេរ៉ាជា2មកបងប្អូនដាក់ចូលនៅក្នុងឧបករណ៍បានឥឡូវខ្ញុំបង្ហាញឧបករណ៍ឲ្យបងប្អូនឃើញអូខេនេះបងប្អូននេះគឺជាឧបករណ៍នេះឯងបាទអញ្ចឹងបងប្អូនគ្រាន់តែយើងធ្វើការដាក់បាទបើកណ្ដឹងមកនេះវាមានកន្លែងដាក់ទូរស័ព្ទអញ្ចឹងយើងយកទូរស័ព្ទដែលខ្ញុំកំពុងថតលើអេក្រង់ហ្នឹងយកមកដាក់ចូលក្នុងនេះបែរមុខទៅអញ្ចឹងណាដោះខេសចេញដាក់ចូលអញ្ចឹងមកបាទបងប្អូននឹងអាចមើលបែប 3D បាទបែប 3D មើលទៅដូចយើងកំពុងតែហោះហើរអញ្ចឹងបានទៀតអញ្ចឹងបើបងប្អូនចង់ហោះអញ្ចឹងយើងហោះទៅហើយយើងបញ្ជាលើតែយើងតេឡេនេះមកអែបងប្អូនសប្បាយហ្មងបាទហ្នឹងហើយអញ្ចឹងវីដេអូមានប៉ុណ្្នឹងទេមួយត្រូវការអាចទូរស័ព្ទទិញបានជាមួយនឹង drone S185 នេះអរគុណច្រើន